ទស្សនិកជនពាក់ព័ន្ធទៅនឹងការសិក្សាស្រាវជ្រាវថ្មីមួយបានឲ្យដឹងថាការទទួលទានទឹកទទឹមដោយគ្រាន់តែមួយកែវក្នុងរយៈពេល1ថ្ងៃគឺអាចកាត់បន្ថយការស្ទះសរសៃឈាមរហូតដល់30%ការសិក្សាថ្មីដ៏មានឥទ្ធិពលមួយបានគូបញ្ជាក់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃទឹកទទឹមចំពោះសុខភាពបេះដូងក្រុមអ្នកស្រាវជ្រាវបានឲ្យរកឃើញថាការទទួលទានទឹកទទឹមគ្រាន់តែមួយកែវក្នុងមួយថ្ងៃប៉ុណ្ណោះគឺអាចកាត់បន្ថយការស្ទះសរសៃឈាមបានរហូតដល់30%ផ្លែទទឹមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាពិសេសគឺ polyphenol និង polygalagin ដែលជួយការពារសរសៃឈាមពីភាពតានតឹងអុកស៊ីតកម្មនិងកាត់បន្ថយការរលាកសារធាតុទាំងនេះគឺជួយកាត់បន្ថយ cholesterol ដែលជាកត្តាដ៏សំខាន់ក្នុងការកកើតបន្ទះខ្លាញ់ស្ទះសរសៃឈាមតាមរយៈការរក្សាសរសៃឈាមឲ្យបានស្អាតនិងមានភាពយឺតល្អទឹកទទឹមជួយទ្រទ្រង់លំហូរឈាមឲ្យកាន់តែប្រសើរនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងផលវិបាកនៃជំងឺសរសៃឈាមបេះដូងផ្សេងទៀតនៅក្នុងការសិក្សានោះក្រុមអ្នកចូលរួមដែលទទួលទានទឹកទទឹមជារៀងរាល់ថ្ងៃបានបង្ហាញពីការប្រសើរឡើងគួរឲ្យកត់សម្គាល់នៃសុខភាពសរសៃឈាមបើប្រៀបធៀបទៅនឹងអ្នកដែលមិនទទួលទានសរសៃឈាមរបស់ពួកគេមានភាពរឹងថយចុះសម្ពាធឈាមប្រសើរឡើងនិងកត្តាហានិភ័យនៃជំងឺបេះដូងក៏ត្រូវបានកាត់បន្ថយយ៉ាងច្រើនអ្វីដែលធ្វើឲ្យការរកឃើញនេះកាន់តែទាក់ទាញគឺភាពសាមញ្ញរបស់វាមិនដូចទៅនឹងថ្នាំពេទ្យមានផលប៉ះពាល់ដែលអាចកើតមាននោះទេទឹកទទឹមគឺជាជម្រើសបែបធម្មជាតិនិងងាយស្រួលទទួលទានដែលផ្ដល់នូវអត្ថប្រយោជន៍ការពារដោយគ្មានហានិភ័យបន្ថែមវាអាចបញ្ចូលទៅក្នុងទម្លាប់ប្រចាំថ្ងៃយ៉ាងងាយស្រួលមិនថាទទួលទានពេលព្រឹកឬភេសជ្ជៈស្រស់ស្រាយពេលរសៀលនោះឡើយក្រៅពីសុខភាពបេះដូងទឹកទទឹមក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការចងចាំដ៏ល្អប្រសើរការកាត់បន្ថយការរលាកសន្លាក់និងសូម្បីតែការបង្កើនសមត្ថភាពហាត់ប្រាណផងដែរសមាសធាតុអាហារូបត្ថម្ភរបស់វាធ្វើឲ្យផ្លែទទឹមក្លាយជាផ្លែឈើដ៏មានឥទ្ធិពលបំផុតនៅក្នុងចំណោម superfruit ដែលមានការសិក្សាស្រាវជ្រាវគឺពង្រឹងការពិតដ៏សំខាន់មួយគឺទម្លាប់ប្រចាំថ្ងៃតូចតាចអាចធ្វើឲ្យប៉ះពាល់ដ៏ធំដល់សុខភាពរយៈពេលវែងការទទួលទានអ្វីដែលសាមញ្ញដូចជាទឹកទទឹមមួយកែវអាចជួយរក្សាសរសៃឈាមឲ្យបានស្អាតនិងបេះដូងឲ្យរឹងមាំអស់រយៈពេលជាច្រើនឆ្នាំទៅមុខ